ក្រៅពីតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីកម្ពុជានៅតែប្រកាន់ជំហរសហការជាមួយថៃដើម្បីជំរុញការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនដោយប្រើប្រាស់យន្តការគណៈកម្មាធិការចម្រុះព្រំដែន JBC កម្ពុជាថៃតែសម្រាប់តំបន់ទាំង4ខាងលើកម្ពុជាបានប្រកាសជំហរប្រាប់ទៅភាគីថៃដោយដាច់ខាតថាកម្ពុជាលែងជជែកដោះស្រាយតាមយន្តការ JBC ជាមួយថៃទៀតឡើយលោកឡាំជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានប្រាប់សមភាគីថៃលោកប្រាសាទវិនិច្ឆ័យថាកម្ពុជាបានរើសយកនីតិវិធីច្បាប់បើទោះបីជាថៃបដិសេធសមត្ថកិច្ចរបស់តុលាការយុត្តិធម៌អន្តរជាតិនៅក្នុងសំណុំរឿងតំបន់ទាំង4ក៏ដោយតែបើទោះជាក្នុងន័យនេះមែនលោកឡាំជាក៏បន្តស្នើឲ្យភាគីថៃចាប់ដៃកម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិជាមួយគ្នាដើម្បីដោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំង4ក្នុងការធានាដល់ភាពយុត្តិធម៌មិនលំអៀងនិងជាដំណោះស្រាយចប់ជាស្ថាពរសម្រាប់ប្រទេសទាំងពីរយ៉ាងណាមិញសេចក្តីប្រកាសព័ត៌មានពីភាគីកម្ពុជាមិនបានបញ្ជាក់ទេថាលោកប្រាសាទវិនិច្ឆ័យទីប្រឹក្សាក្រសួងការបរទេសថៃបានឆ្លើយតបបែបណាខ្លះចំពោះការបញ្ជាក់ពីជំហរកម្ពុជាយ៉ាងច្បាស់ដូចនេះក៏ប៉ុន្តែសេចក្តីប្រកាសដដែលបានឲ្យដឹងថាភាគីទាំងសងខាងបានអនុម័តលើរបៀបវិរៈចំនួន4ចំណុចដែលទី1គឺពិនិត្យនិងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី4របស់អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន JFBC កាលពីថ្ងៃទី14កក្កដាឆ្នាំ2024ទី2ពិនិត្យនិងពិភាក្សាលើការកែសម្រួលលក្ខខណ្ឌប្រតិបត្តិ TOR ឆ្នាំ2003ពាក់ព័ន្ធការផលិតផែនទី Auto Photo ទី3ពិភាក្សានិងអនុម័តលើការបញ្ជូនក្រុមចុះវាស់វែងចម្រុះចុះវាស់វែងនឹងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្ដែងនៅចន្លោះទីតាំងពិតប្រាកដនៃបង្គោលព្រំដែនដែលបានឯកភាពគ្នានិងទី4ពិភាក្សាលើសេចក្តីណែនាំទៅលើការវាស់វែងនៅ Sector 6ចំណុច9នៃកិច្ចប្រជុំលើកទី4និងកិច្ចប្រជុំពិសេស JBC ឆ្នាំ2009សូមបញ្ជាក់ថាកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជាថៃចំនួន2ថ្ងៃនេះធ្វើឡើងក្នុងស្ថានភាពតឹងតែងនៃចំនួនព្រំដែនកម្ពុជាថៃដែលកំពុងផ្ទុះឡើងជាថ្មីអ្នកតាមដានកិច្ចការនយោបាយនិងទំនាក់ទំនងអន្តរជាតិយល់ថាកិច្ចប្រជុំបច្ចេកទេស JBC គ្រាន់តែជាការប្រជុំដើម្បីពិនិត្យទៅវិញទៅមកនៃបញ្ហាព្រំដែនកម្ពុជាថៃប៉ុណ្ណោះលោកសឹមវិបុលសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយយល់ថាកិច្ចប្រជុំ JBC ពេលនេះគ្រាន់តែកម្រិតបច្ចេកទេសមិនមែនជាកម្រិតនយោបាយថ្នាក់ជាន់ខ្ពស់ទេយ៉ាងណាក៏តាមគម្រោងភាគីកម្ពុជានិងថៃអះអាងថានឹងមានរៀបចំកិច្ចប្រជុំ JBC នេះម្ដងទៀតនៅក្នុងខែកញ្ញាខាងមុខ